សួស្តីអ្នកនរគ្នាវីដេអូនេះយើងតពីវីដេអូភាគ1ដែលចែកម្លែកទៅលើការងារគូសប្លង់គ្រឿងបន្គុំសម្រាប់បងប្អូននិស្សិតដែលចង់ចាប់យកតួនាទីជាវិស្វករត្រាស់មែនយើងត្រូវបរិញ្ញាបត្រភាពហើយយើងស្ទាត់ជំនាញក្នុងការគូសប្លង់គ្រឿងបន្គុំអញ្ចឹងវីដេអូទី1ខ្ញុំបានបញ្យល់កាយទូទ្រោះហើយនឹងពាក់ព័ន្ធមួយការងារបច្ចេកទេសខ្លះអញ្ចឹងវីដេអូនេះយើងតមកធ្វើការគូសប្លង់យកមកអញ្ចឹងខ្ញុំភ្ជាប់សពប្រដីនៅក្នុងប្លង់អាស្ទិកជាសិនយើងគូសប្លង់គ្រឿងបន្គុំយើងមិនគូសតែផ្នែកគ្រឿងបន្គុំយើងមកអញ្ចឹងណាយើងcopy ប្លង់អាស្ទិកគេមកមើលដែរមកយើងធ្វើម៉េចមានគ្រប់ប្លង់ទាំងអស់មានប្លង់បាតជាន់តដីជាន់ទី1ជាន់ទី2ជាន់ដំបូលបន្ទាប់មកមានប្លង់ elevation section អញ្ចឹងមកដើម្បីយើងងាយស្រួលមើលការងារជ្រីមើលអីបើប្រភេទការងារ classic យើងកន្លែងណាយើងអត់ច្បាស់យើងត្រូវសុំពីអាស្ទិកគាត់ position ដើម្បីយើងងាយស្រួលក្នុងការធ្វើដើម្បីមកវា error អញ្ចឹងខ្ញុំភ្ជាប់ប្លង់សសរចំតដីទៅក្នុងសប្បជកម្មដើម្បីយើងនៅពេលយើងគូសការងារគ្រឹះនេះកុំឲ្យវាចាក់ផ្ចិតណាអញ្ចឹងយើងគូសយើងភ្ជាប់ប្លង់សសរសិនមកហើយប្លង់សសរយើងបានពីណាប្លង់សសរយើងបានពីសាច់ចរន្តដែលគាត់កាល់គីលហើយដូចអានេះ modeling តែខ្ញុំធ្វើការ modeling analyze សម្រាប់ season ទាំងអស់អញ្ចឹងជាន់ប្រដីសសរយើងមានមុខកាត់ប៉ុន្មានខ្លះអានេះមុខកាត់20 30 20 30តទីតាំងនេះ20 30ទាំងអស់ចំហៀងនេះយើង20 20ហើយចំហៀងនេះយើង120 320យើងគិតមួយសាច់បូកបើការងាររៀបឥតយើងគិតតែ10ទេភាសានេះយើងបើយើងដាក់សរសរមកកាត់20ដែរវាលៀនចេញមកកន្លែងទីតាំងអាស្ទិកជាកន្លែងអត់ស្អាតទេអញ្ចឹងយើងស្គាល់ព័ត៌មានប៉ុណ្ណឹងហើយយើងបានព័ត៌មានសសរចំតដីមានមកកាត់20 30 20 20ហើយឥឡូវនេះយើង120 300អញ្ចឹងយើង copy យកមកភ្ជាប់ប្លង់បានមកភ្ជាប់មកកាត់សសរទីតាំងកន្លែងនេះមិញកន្លែងនេះមាន20 30 20 30កន្លែងនេះទីតាំងនេះ20 30ទីតាំងនេះ20 30នេះ20 30នេះ20 30អានេះ120 300នេះ120 300អានេះ20 20អញ្ចឹងយើងគូសរ៉ាត់តង់មួយមករ៉ាត់តង់សសរយើងវាយរ៉ាត់តង់មកបាន20គុណនឹង30ខ្ញុំច្រឡងឡាយពីនេះមកហើយយើងហាច់មកកាត់សសរមកមាន20 30ហើយនឹងអានេះ style របស់ខ្ញុំទេខ្ញុំយើងបានមកកាត់សសរមួយ20 30អញ្ចឹងមានមកតាមទៀតមាន20 20មួយទៀតអញ្ចឹងខ្ញុំ stretch ទៅនេះមកខ្ញុំ stretch វាមកទឹកមកតមកមានមកទៀតមាន120 120 300អញ្ចឹងយើង stretch នេះវា80មកហើយយើងធ្វើការប្លុកវាមួយទៅអញ្ចឹងយើងមកភ្ជាប់ចូលអាស្ទិកជាង
nhàនេះទីតាំងចំហៀងយើង20អញ្ចឹងយើងបញ្ចូលលើមកទៅនេះវាចូលមកវាស៊ីគ្នានេះកន្លែងនេះយើងធ្វើម៉េចវាចំ center ហ្នឹងចំ center អត់គេមកយើងបញ្ចូលឲ្យចំ center មកវាបូកមកវាស្មើស្អាតចឹងនេះយើងបានភ្ជាប់មកកាត់ទីតាំងសសរត្រូវមកអា stick ហើយតោះមកយើងcopy ក្រិចវាមក copy ក្រិចនេះតោះមកខ្ញុំ copy ទីតាំងសសរហ្នឹងចេញមកក្រៅcopy ចេញមកក្រៅដាក់ថាទីតាំងកន្លែងនេះមួយចុះហើយកន្លែងនេះយើងបង្កើត grid វាមួយដែរមក grid ឲ្យចំទៅ center សសរហ្នឹងយើងមិន grid វាមួយបន្ទាប់ពីយើងធ្វើបានប៉ុណ្ណឹងហើយយើងត្រូវធ្វើមិនទៀតយើងសាក់ចាប់ប្លង់យើងចូលកន្ទោះមើលតើទំហំប្លង់របស់យើងប្រើ scale ប៉ុន្មានដើម្បីដាក់ទៅកុំឲ្យវាទូចពេកឬធំពេកដើម្បីមើលប្លង់យើងឃើញស្អាតចឹងអញ្ចឹងដើម្បីចាប់ប្លង់ចូលកន្ទោះបានយើងចុចលើទីតាំងនេះមួយនោះមានន័យថាយើងបង្កើត layout មួយយើងបង្កើត layout មួយយើង edit ខ្ញុំដាក់ឈ្មោះវាថាលេខ2ចុះភាសាមុនខ្ញុំមានលេខ1អញ្ចឹងខ្ញុំដាក់លេខ2ចុះតោះមកយើងវាយទំហំក្រាស់យើងប្រើជា A3 អញ្ចឹងយើងវាយទំហំក្រាស់មកយើងវាយរ៉ាត់តង់មួយមកទំហំក្រាស់ A3 មែន297 420ឯងទំហំនេះវាប៉ុណ្ណឹងទំហំវាអញ្ចឹងយើង MV វាដើម្បីហៅប្លង់វាចូលក្នុងកន្ទោះរបស់យើងអញ្ចឹងវា MV មកឥឡូវខ្ញុំដាក់ថា scale វាមួយលើ40ចុះប្លង់ប៉ុណ្ណឹងមួយលើ40មើលទៅវារីកខ្លាំងពេកនៅពេលដែលយើងចាប់dimension យើងដាក់ symbol ព្រមមកយើងសេ title ហើយនឹងយើងសរសេរ note ទៅលើមុខកាត់ផ្សេងហ្នឹងវាអាចចង្អៀតពេកអញ្ចឹងខ្ញុំសាក់ដាក់មួយលើ50មើលមួយ50វាប៉ុណ្ណឹងវាអាចល្មមដែរនៅពេលយើងដាក់កន្លែងនេះបើទៅលើ
ការងារហើយបំផាយដំបូងយើងដាក់កន្លែងនេះគ្រឹះបន្ទាប់មកយើងសេ string តង់ string ដៃកន្លែងនេះហើយយើងដាក់ឈ្មោះផាយកន្លែងនេះអាចមើលទៅវាប៉ុណ្ណឹងល្មមហើយអញ្ចឹងកន្លែង scale នេះបងប្អូនអាចមានជាកំណត់ខ្លួនឯងទៅតែយើងកំណត់ប៉ុន្មានដើម្បីស្អាតបើត្រូវមួយចិត្តយើងកន្លែងនេះយើងសម្រាប់ចិត្តខ្លួនឯងបានដល់នេះដល់មកយើងត្រូវមានកន្ទុះយើងបង្កើតកន្ទុះមួយខ្លួនឯងមកនេះកន្ទុះរបស់ខ្ញុំទៅខ្ញុំ copy កន្ទុះខ្ញុំទៅនឹងចាស់ copy កន្ទុះខ្ញុំដាក់ទីតាំងកន្លែងនេះចោះអញ្ចឹងនេះកន្ទុះរបស់ខ្ញុំអញ្ចឹងអានេះខ្ញុំលុបចោលចាខ្ញុំលុបចោលខ្ញុំយកអានេះយកដាក់វិញកន្លែងនេះយើងមកទំហំក្រាស់របស់យើងA3 វាពណ៌ជុំវិញដែរអញ្ចឹងដល់យើងមក MV លើកន្ទុះយើងនេះមិនត្រូវយើង MV ចេះត្រូវអញ្ចឹងយើង MV ហ្នឹងហើយបន្ទាប់មកយើង zoom មកមើលយើងដាក់ថាcenter 150មក XP អញ្ចឹងវាប៉ុណ្ណេះត្រូវគេសាក់plot preview វិញបងលើយើងមកចូលចេះយើងឃើញវាអត់ចេញឲ្យអញ្ចឹងចំណុចហ្នឹងយើងទៅធ្វើចេះយើងទៅចុចមកលើកន្លែងនេះមកដល់កន្លែងនេះ DWG ទូពីតែយើងចុចហ្នឹងមកបន្ទាប់មកយើង select យកក្រាស់យើងចូល A3 មកបន្ទាប់មកយើងចុចកន្លែងនេះយើងយក Windows ហើយយើងចុចដល់ទីតាំងនេះមកទីតាំងនេះមួយបន្ទាប់មកយើងចុច center នេះហើយយើងចុច fit មកហើយយើង preview វាមកវាអត់ឃើញទៀតចេះយើងយកតមិននេះមកទៀតយើងយក Windows អូនេះដល់យើងវាទាមទារយើងកន្លែងនេះយើងចុច apply to layout มันវាស្គាល់ចាមកពី layer ចូលលើ layer 0អត់ឃើញអូយើងឈរលើ layer 0ហ្នឹងវាអត់ឃើញយើងដូរអានេះមក layer នេះវិញមកយើងសាប់ទៅ preview មកទៀតមកយើងឃើញថាយើងចាប់យកទៅប៉ុណ្ណឹងអាចថាវាស្អាតហើយប៉ុណ្ណឹងបន្ទាប់មកទៀតយើងយកនេះទំហំកន្ទុះរបស់យើងនេះយើងទៅកំណត់នៅក្នុង model ដើម្បីដល់ពេលយើងចាប់យកប្លង់យើងចាប់មកទំហំ fix មួយកន្ទុះ fix មួយកន្ទុះមកវាប្លង់ស្អាតអញ្ចឹងយើងចុចលើទីនេះយើង control C copy វាមកតោះមកយើងចូលទៅលើ model របស់យើងនេះយើង control V មកតែវាទូចទេតោះនេះវាតម្រូវឲ្យយើងscale វាអញ្ចឹងយើង scale វាមក scale វាប៉ុន្មានរបស់យើងមិញ scale របស់យើង50អញ្ចឹងយើងវាយ50មកតោះមកយើង move វាមកចូលក្នុងចឹងអានេះខ្ញុំថាកាត់វាចោលlạiម្លែកចាយើងព្យាយាមមើលមួយវីដេអូហ្នឹងមិនបាច់អូសតែអូសចុះឡើងយើងមើលអត់តាន់យើងអត់ច្បាស់ឡើយហើយបើអត់ច្បាស់កន្លែងណាអាចcomment មកឬក៏តាក់ទងមកខ្ញុំផ្ទាល់ស្នល់កន្លែងណាដើម្បីខ្ញុំជួយពន្យល់បន្ថែមពាក់ព័ន្ធមួយអីក៏បានដែរនៅក្នុងវិស័យសំណង់ខ្ញុំ
អាចចែកម្លែកបានអ្វីដែលខ្ញុំអាចដឹងចឹងតែបើខ្ញុំអត់ដឹងខ្ញុំនឹងខ្ញុំ research បន្ថែមទៀតចឹងយើងបានប៉ុណ្ណឹងហើយយើងបានប៉ុណ្ណឹងយើងមកដាក់សម្គាល់វាថាទីតាំងគឺទីតាំងគ្រឹះបន្ទាប់មកទៀតយើងធ្វើការចាប់ dimension ចាប់អីទាំងអស់មកថ្ងៃនេះខ្ញុំ copy វារបស់ខ្ញុំមានស្រាប់ copy វាខ្ញុំ copy ពីចំហៀងនេះទៅយើង copy node ទៅតងមួយstatistic ជា string បេតុង string ដែកហើយទៅតងមួយ cover ទាំងអស់យើងទៅវាអាហ្នឹងដែរខ្ញុំមានអារម្មណ៍ថា scale នេះខ្ញុំសរសេរច្រឡំគាត់ជិះចាប់យកកន្ទោសទៅវាអត់វាទើសពេញហ្នឹងអញ្ចឹងយើងទៅ set scale ឡើងវិញខ្ញុំដាក់ថា1 លើ 60បាទត្រូវតែគាត់ថាយើង clear dimension នេះបន្តិចចឹងយើងមើលទៅវាទើសហើយយើង move ចូលក្នុងទៀតវាទើសចឹងយើង move ចូលក្នុងទៀតយើង move ហ្នឹងយើងចាំ move លើនេះឡើងទៅលើតិចវិញនេះយើង move ចូលក្នុងតិចចឹងយើងបានទីតាំងហើយមិនផាយតែយើងតបានគូសគ្រឹះចូលហើយយើងទៅប្រាស់លេខអាវទីតាំងអសហើយខ្ញុំគូសគ្រឹះចូលចឹងកំណត់សម្គាល់គ្រឹះស្គាល់គ្រឹះយើងខ្ញុំ copy ចូលដែរណារបស់ខ្ញុំមានស្រាប់ហើយចឹងគ្រឹះគេបង្ហាញថាគ្រឹះទីតាំងនេះទីតាំងទី1នេះខ្ញុំមកកាត់3 ទឹកប្រវែង12 ម៉ែត្រត្របាន34តោនគ្រឹះតែនេះទឹកទី2នេះសេច្រឡំហើយទឹកទី2មកកាត់3 ទឹកដែរ9 ម៉ែត្រក៏បាន10តោនអញ្ចឹងគ្រឹះមកកាត់9 ម៉ែត្រគឺជំហានទីតាំងឡើងនេះហើយក្រៅពីហ្នឹងសុទ្ធតែ12 ម៉ែត្រទាំងអស់ហើយត្រង់ទីតាំងនេះអឺពីដើមទាំងក្រោយម្ដងអញ្ចឹងយើងចេះសិនមកយើងត្រាស់គ្រឹះមកកាត់ម្ដងសិនមកកាត់ម្ដងយើងវាយចូលមកកាត់ម្ដង
copy នេះមកយើងដាក់ចំទីតាំងសសររបស់យើងមកនេះគ្រឹះទី1ដល់មកគ្រឹះនេះម្ដងដែរហើយគ្រឹះមួយទៀតមុខកាត់9ចំប្រវែង9ម៉ែត្រហើយនេះយើង copy ខ្ញុំដាក់ចំហើយនេះចំហើយនេះយើងដាក់ចំហើយឲ្យចំធ្វើម៉េចគ្រឹះឲ្យចំ center នៃអក្សរកុំឲ្យវាចាក់ផ្ចិតព្រោះថាយើងគូសលើប្លង់វាអត់មានចាក់ផ្ចិតទេចាក់ផ្ចិតករណីនៅកាឋានទេអញ្ចឹងនេះខ្ញុំ note ថា P1 ខ្ញុំ note P2 អញ្ចឹងកន្លែងនេះពីដើមពីដើមគ្រឹះពីដើមគ្រឹះពីដើមតែវិញយើងបានគ្រឹះពីដើមធម្មតាសសរគ្រឹះកលៀតពីវាគិតចាប់ពី 2D កន្លះទៅ 3D ទៅ 4D អាស្រ័យលើវិស្វករកត់កាល់គីលហ្នឹងវាដូចគ្រឹះកលៀតពីនេះពីសសរមួយទៅសសរមួយអានេះមើល75យើងចែកមកបានតែបានទេ750យើងចែក3ទឹកបាទអានេះវា 2D កន្លះនេះគឺគិត 2D កន្លះនេះយើង copy ម្ដងក្រោយម្ដងនេះហើយនៅទីតាំងនេះម្ដងទីតាំងនេះវាពីដើមនេះមិញវាគេគិតវាប្រហែលនេះបាទ2D កន្លះវា750កន្លែងនេះពីដើមតបមកនេះយើងពីដើមដែរទីតាំងនេះគឺពីដើមដូចគ្នាទីតាំងនេះគឺពីដើមដែរហើយទីតាំងនេះយើងពីដើមដែរអញ្ចឹងយើងរួចរាល់ហើយអញ្ចឹងយើងទៅមួយទៀតយើងចាប់បើករណីគ្រឹះវាអត់ចំផ្ចិតនៅទីតាំងសសរនៃ grid line ហ្មងយើងទៅចាប់ຂະຫນາດដូចគេដែរដើម្បីដឹងថាពីទីតាំង X មួយៗកលៀតវាប៉ុន្មានបើគេនៅកាឋាននោះវាត្រូវអញ្ចឹងកុំឲ្យយើងសកត់ទៅវាចាក់ផ្ចិតចឹងហើយយើងចាប់ដៃមិនសិនវាមកថាពីទីតាំងនេះវាប្រវែងប៉ុណ្ណឹងនេះខ្ញុំ mirror មក mirror ខ្ញុំ mirror ខ្ញុំ copy ខ្ញុំក្រោយនេះចំផ្ចិតហ្នឹងយើងមិនបាច់ទៅចាប់ຂະຫນាដទេចំផ្ចិតស្រាប់អីចឹងឃើញហើយយើងមើលដល់វីដេអូទី2យើងអាចគូសទៅលើការងារការងារគ្រឹះបានហ្នឹងតstep បន្តនឹងយើងមកធ្វើដល់ការងារជើងតាំងហើយយើងលម្អិតការងារគ្រឹះនេះដែរសម្រាប់បងប្អូននៅពេលចូលការដ្ឋាននៅពេលទៅវិស្វករកាល់គីលគាត់ design គ្រឹះមកថាប្រវែងពី10ម៉ែត្រចឹងពី10ម៉ែត្រថា44តោនចឹងតែយើងសាក់នៅពេលគេសកត់គ្រឹះយើងឡើងមើល robot មើល នៅពេលដល់ប្រវែង
10 ម៉ែត្រ 11 ម៉ែត្រតើ capacity វាជាក់ស្ដែងវាបានប៉ុន្មានអាដល់10រៀលដល់11ម៉ែត្រចាប់តែបានសកត់ទៅបាន 40 តោនទេអញ្ចឹងបើវិស្វករ design គាត់អត់ដឹងហើយ recommend ឲ្យគាត់ប្រាប់គាត់ឲ្យគាត់កែឡើងវិញទៅកែ design ហ្នឹងចំណេញចាស់គម្រោងហ្នឹងអញ្ចឹងហើយបើ40 តោនហើយយើងអាចនិយមមួយគុណបានទៀតកាន់តែ sale សំចៃហើយត្រូវចេះផលិតការឋានដែរនៅពេលដែលគ្រឹះតែដល់ពី10ម៉ែត្រជាង44 តោននៅសកលការឋានទៅឆែកមក strength បេតុងជាអត់ដល់ capacity នឹងទេបែកគ្រឹះបែកអីយើងទៅឆែកមើលដែរអញ្ចឹងព្រោះគ្រឹះខ្លះប្រញាប់យកមកសកត់ពេកអត់តាន់គ្រប់ថ្ងៃបែកគ្រឹះវាជួបច្រើនដែរនៅការឋានពេលខ្លះក្នុងលក្ខខណ្ឌបែកហ្នឹងទៀតវាមិនមែនថាបេតុងអត់គ្រប់ទេនៅពេលដែលយើងសកត់នៅការឋានណារវាងអ្នកសកត់ហ្នឹងហើយអ្នកប្រយោលអត់សង់តង់គ្នាក៏គ្រឹះនឹងចាក់ផ្សិតក៏យើងបង្ខំសកត់ទៅក៏ក្រិចឬក៏បែកគ្រឹះដែរអញ្ចឹងយើងសាក់ចូលមក preview ការងារយើងហ្នឹងថាវាស្អាតប៉ុណ្ណាយើង preview វាបាទអញ្ចឹងវីដេអូទី2នេះយើងអ្នកមើលទាំងអស់គ្នាយើងមានសមត្ថភាពគូសការងារគ្រឹះបានហើយគូសការងារគ្រឹះបានអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងវីដេអូបន្ទាប់យើងបន្ថែមទៅលើការងារជើងតាងបាទអរគុណ